សេអេកូឡូស៊ីជាការធ្វើកសិកម្មប្រកបដោយនិរន្តរភាពដោយផ្អែកលើបច្ចេកទេសបែបធម្មជាតិដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពមិនតែប៉ុណ្ណោះវាគឺជាបច្ចេកទេសដែលអាចបង្កើនភាពធន់ឬកាត់បន្ថយការខូចខាតផលដំណាំរបស់កសិករដែលជាផលនៃការប្រែប្រួលអាកាសធាតុផងដែរផ្ទុយទៅវិញការប្រើប្រាស់សារធាតុគីមីកសិកម្មច្រើនលើសលប់ខុសពីការណែនាំនិងកម្រិតសុវត្ថិភាពកំពុងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សបរិស្ថានដំណាំនិងបង្កើនការចំណាយលើថ្លៃដើមផលិតកម្មរបស់កសិករកាន់តែខ្ពស់ចន្ទទីខ្ញុំតាំងពីកាត់ហើយទៅមកវាចេញជ័រចេញជ័រដល់ចេញជ័រទៅវាដំបៅដល់មែកវាហើយទី2ទៀតវាមានដួងមានដង្កូវនៅក្នុងចន្ទទីនឹងបណ្ដាលឲ្យវាងាប់ឬស្លាប់មែកស្លាប់ដើមក៏ថាបានដែរពីដើមមកមានបញ្ហាច្រើនគ្រូបើយើងកាត់ហើយបើយើងទុកទៅវាអាចងាប់មានដង្កូវមានដួងស៊ីចាយើងទុកយូរអត់បានអត់កើតទៅវាងាប់បញ្ហាសត្វល្អិតបាញ់ខ្លាំងមកខ្លាំងនេះនិយាយរឿងពិតពីដើមមានទីមានខ្ញុំមានអុយដល់ពេលយើងបាញ់ទៅទៅវាមកស៊ីអាងាប់ក៏ងាប់មកស៊ីក៏នៅតែមកស៊ីអូសុខភាពពិបាកច្រើនណាព្រោះយើងដឹងស្រាប់ហើយតាមគីមីជាតិពុលកាលណាយើងដកដង្ហើមដកអុយទៅវាអាចចូលទៅក្នុងផ្លូវដង្ហើមរបស់យើងបាញ់ឈើក្បាលក្អួតចង្ការថងធ្លាក់ពីលើគោយន្តក៏មានដែរល្ងិនមុខហើយដល់ពេលក្រោយមកយើងចូលពេទ្យគេថាខ្ញុំមានជាតិពុលច្រើននៅក្នុងខ្លួនហើយអានឹងភាសាទៀតជាបាលអត់តិចទេដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករគម្រោងចន្ទទីបៃតងរបស់អង្គការ HEG បានសហការជាមួយក្រុមហ៊ុន AgriSmart និងមន្ទីរកសិកម្មខេត្តគាំទ្រកសិករក្នុងខេត្តកំពង់ធំធ្វើតេស្តសាកល្បងបច្ចេកទេសកសិអេកូឡូស៊ីលើដំណាំស្វាយចន្ទទីការតេស្តសាកល្បង